នៅក្នុងជីវិតមនុស្សគ្រប់រូបសុទ្ធតែធ្លាប់ឆ្លងកាត់នៅរដូវកាលដ៏ត្រជាក់រដូវកាលដ៏ងងឹតស៊ូមសុងនៅក្នុងជីវិតវាគឺជាពេលវេលាដែលអ្វីៗគ្រប់យ៉ាងហាក់បីដូចជាប្រឆាំងនឹងអ្នកជោគជ័យហាក់បីដូចរសាត់ទៅឆ្ងាយដូចជាផ្សែងការកាត់ខំប្រឹងប្រែងប្រែក្លាយជាទទេស្អាតហើយមនុស្សជុំវិញខ្លួនចាប់ផ្ដើមចាកចេញពីអ្នកនិងមើលរំលងអ្នកនៅចំណុចនេះពិភពលោកអាចនឹងសឹកប្រាប់អ្នកឲ្យចុះចាញ់ប៉ុន្តែសំឡេងដ៏មានអំណាចបំផុតដែលអ្នកត្រូវស្ដាប់គឺជាសំឡេងដែលចេញពីក្រអៅបេះដូងរបស់អ្នកដែលខ្សឹបប្រាប់អ្នកថាចូលតស៊ូតទៅមុខទៀតចូលបន្តដំណើរទៅមុខទៀតបាទសួស្តីថ្ងៃនេះគឺខ្ញុំនឹងមាន5ចំណុចដែលជាចំណុចដែលអាចលើកទឹកចិត្តរបស់យើងនៅពេលដែលយើងជួបនៅបញ្ហានៅពេលដែលយើងជួបនៅទុក្ខលំបាកនៅក្នុងជីវិតរបស់យើងដូច្នេះចង់ដឹងថាតើ5ចំណុចនោះវាមានអត្ថន័យបែបណាដូច្នេះចូលទៅកាន់5ចំណុចនោះទាំងអស់គ្នា1ពិភពលោកអាចបោះបង់អ្នកប៉ុន្តែអ្នកមិនត្រូវបោះបង់ខ្លួនឯងចោលឡើយអំពើក្បត់ចិត្តដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងជីវិតមិនមែនជាការដែលអ្នកដទៃបោះបង់អ្នកចោលនោះទេប៉ុន្តែជាការដែលអ្នកសម្រេចបោះបង់ចោលខ្លួនឯងតែប៉ុណ្ណោះនៅពេលដែលអ្នកឈប់ជឿជាក់លើខ្លួនឯងអ្នកបានប្រគល់សិទ្ធិគ្រប់បែបយ៉ាងទាំងការគ្រប់គ្រងជោគវាសនារបស់អ្នកទៅឲ្យអ្នកដទៃជាអ្នកកំណត់ទៅវិញផ្ទុយទៅវិញដរាបណាអ្នកនៅតែមានដង្ហើមដរាបណាបេះដូងរបស់អ្នកនៅតែលោតអ្នកនៅតែមានឱកាសសរសេរទំព័រថ្មីនៃជីវិតរបស់អ្នកជានិច្ចដូច្នេះសង្គមអាចក្បត់អ្នកមនុស្សជុំវិញអាចក្បត់អ្នកប៉ុន្តែមានមនុស្សតែម្នាក់ដែលមិនក្បត់អ្នកសោះឡើយនោះគឺខ្លួនអ្នកផ្ទាល់ចូលស្មោះត្រង់ជាមួយនឹងខ្លួនឯង 2. រៀនស្រឡាញ់និងអភ័យទោសឲ្យខ្លួនឯងដោយគ្មានលក្ខខណ្ឌមនុស្សភាគច្រើនចូលចិត្តធ្វើជាចៅក្រមដ៏កាចសាហាវចំពោះខ្លួនឯងនៅពេលដែលខ្លួនឯងធ្វើខុសក៏ជេរប្រមាថខ្លួនឯងនៅពេលដែលខ្លួនបរាជ័យក៏ស្ដីបន្ទោសខ្លួនឯងឲ្យជប់ជោគតើអ្នកអាចរស់នៅដោយមានកម្លាំងចិត្តយ៉ាងដូចម្តេចប្រសិនបើនៅក្នុងខ្លួនអ្នកមានតែស្ត្រីចាំតែស្ដីបន្ទោសឲ្យអ្នកបែបនេះដូច្នេះចូលរៀនធ្វើជាមិត្តល្អបំផុតរបស់ខ្លួនឯងនៅពេលដែលមិត្តភក្តិជិតស្និទ្ធរបស់អ្នកធ្វើខុសឬខកចិត្តតែអ្នកនឹងទៅស្ដីបន្ទោសឬក៏ទៅជួយលើកទឹកចិត្តគេប្រាកដណាស់អ្នកនឹងប្រាប់គេថាមិនអីទេចាប់ផ្ដើមសាជាថ្មីចុះហេតុអ្វីបានជាអ្នកមិនប្រាប់ពាក្យនេះទៅកាន់ខ្លួនឯងអភ័យទោសឲ្យកំហុសកាលពីអតីតកាលព្រោះថាកំហុសដែលកើតឡើងពីអតីតកាលគឺវាកើតឡើងដោយសារតែអ្នកមិនទាន់មានបទពិសោធន៍អ្វីដែលអ្នកត្រូវធ្វើគឺអ្នកត្រូវតែរៀនសូត្រអ្នកត្រូវតែអភិវឌ្ឍខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃការទទួលស្គាល់ភាពស្មោះត្រង់របស់ខ្លួនឯងសន្យានឹងខ្លួនឯងថាទោះបីជាពិភពលោកបង្វិលខុសទិសយ៉ាងណាក៏ដោយខ្ញុំមិនបោះបង់ខ្ញុំមិនទុកខ្លួនឯងចោលជាដាច់ខាត 3. មិនបាច់រត់ទេគ្រាន់តែដើរហើយដើរមិនឈប់តែប៉ុណ្ណោះនៅពេលដែលយើងជួបទុក្ខលំបាកខ្លាំងយើងតែងតែគិតថាយើងត្រូវតែធ្វើអ្វីមួយដ៏អស្ចារ្យសម្បើមដើម្បីរំដោះខ្លួនចេញពីភាពលំបាកនោះតែការពិតទៅការខិតខំប្រឹងប្រែងបែបនោះជួនកាលធ្វើឲ្យយើងរឹតតែហត់និងបាក់កម្លាំងចិត្តទៅវិញប្រសិនបើយើងមិនអាចរត់ចូលយើងដើរប្រសិនបើដើរមិនកើតទេចូលវាហើយប្រសិនបើសូម្បីតែវាក៏មិនបានដូច្នោះចូលដកដង្ហើមហើយរងចាំឲ្យមានកម្លាំងត្រឡប់មកវិញការមិនបោះបង់មិនមែនទាមទារឲ្យអ្នកធ្វើជាជើងឯករៀងរាល់ថ្ងៃនោះទេរឿងតូចតាចបំផុតដែលអ្នកអាចធ្វើក្នុងថ្ងៃនេះដូចជាការរៀបចំគ្រែការអានសៀវភៅមួយទំព័រឬដើរស្រូបខ្យល់អាកាស10នាទីជារៀងរាល់ថ្ងៃការហាត់ប្រាណការញ៉ាំអាហារដែលមានសុខភាពការប្រឹងប្រែងត្រឹមតែ 1% ជារៀងរាល់ថ្ងៃនិងបង្កើតបានជានិមិត្តរូបនៃភាពជោគជ័យដ៏អស្ចារ្យនៅពេលខាងមុខ 4. បរាជ័យជាមេរៀន
មិនមែនជាទីបញ្ចប់នៃជីវិតទេកំហុសឆ្គងដ៏ធំបំផុតរបស់មនុស្សភាគច្រើនគឺយកព្រឹត្តិការណ៍បរាជ័យមកធ្វើជាអត្តសញ្ញាណរបស់ខ្លួនរៀនបែងចែកឲ្យដាច់ស្រឡះរវាងខ្ញុំបានបរាជ័យក្នុងរឿងនេះពាក្យនេះវាគឺជាព្រឹត្តិការណ៍ដែលកើតឡើងក្រៅខ្លួនតែប៉ុណ្ណោះចំណែកឯខ្ញុំជាមនុស្សបរាជ័យទើបវាជាអត្តសញ្ញាណដែលកំណត់ថាយើងគឺជាមនុស្សបរាជ័យគ្រប់ការខកចិត្តឬដើរដល់ផ្លូវទាល់គឺជាសញ្ញាព្រមានពីធម្មជាតិថាវិធីសាស្ត្រចាស់របស់យើងគឺលែងដំណើរការទៀតហើយវាជាការបង្ខំឲ្យយើងអភិវឌ្ឍសមត្ថភាពថ្មីគំនិតច្នៃប្រឌិតនិងពង្រីកដែនកំណត់ថ្មីដូចជាសាច់ដុំដែលត្រូវតែរហែកនៅក្នុងពេលដែលយើងហាត់ប្រាណទើបវាអាចដុះធំនិងរីករឹងមាំជាងមុនចិត្តវិញ្ញាណរបស់មនុស្សក៏ត្រូវឆ្លងកាត់ការសាក់លបងនិងការប្រេះឆាដើម្បីបង្កើតបានជាភាពធន់ដ៏រឹងមាំផងដែរចូលរៀនពីកំហុសគ្មាននរណាកើតមកដោយពុំបានជួបនៅភាពបរាជ័យនិងភាពខកអំណងនោះឡើយដរាបណាអ្នកមិនបោះបង់អ្នកក៏គ្មានថ្ងៃបរាជ័យដែរមានតែបុគ្គលដែលមិនធ្លាប់សាក់លបងឬមិនធ្វើអ្វីសោះទើបមិនស្គាល់ពាក្យថាបរាជ័យត្រូវចាំថាជីវិតបែបនេះគឺជាជីវិតដែលគ្មានន័យសោះឡើយ 5. ការរំដោះខ្លួនចេញពីអន្ទាក់នៃការប្រៀបធៀបមូលហេតុចម្បងមួយទៀតដែលធ្វើឲ្យមនុស្សភាគច្រើនសម្រេចចិត្តបោះបង់ខ្លួនឯងគឺការយកទំព័រក្រោយឆាកដ៏លំបាករបស់ខ្លួនឯងទៅប្រៀបធៀបនឹងទំព័រមុខឆាកដ៏ស្រស់ស្អាតរបស់អ្នកដទៃដើមឈើនីមួយៗមានរដូវកាលផ្លែផ្កាខុសៗគ្នាការប្រៀបធៀបល្បឿនរបស់អ្នកទៅនឹងល្បឿនរបស់អ្នកដទៃគឺជាការប្រមាថលើដំណើរការលូតលាស់ផ្ទាល់ខ្លួនរបស់អ្នកមនុស្សតែម្នាក់គត់ដែលអ្នកត្រូវតែយកឈ្នះនិងប្រៀបធៀបជាមួយនោះគឺខ្លួនអ្នកកាលពីម្សិលមិញប្រសិនបើអ្នកថ្ងៃនេះមានចំណេះដឹងមានជំនាញឬមានការអត់ធ្មត់ជាងអ្នកកាលពីម្សិលមិញបន្តិចបន្តួចនោះអ្នកកំពុងតែឈ្នះនៅក្នុងហ្គេមជីវិតនេះហើយនៅពេលដែលជើងរបស់អ្នកហត់នឿយខ្លាំងរហូតដើរលែងរួចចូលចុះចាញ់ដោយលុតជង្គង់ចុះចាត់ទុកជាការលុតក្រាបដើម្បីបួងសួងហើយក្រោកឡើងវិញដោយក្តីសង្ឃឹមព្រះអាទិត្យលិចបាត់នៅពេលល្ងាចវាមិនមែនលិចជារៀងរហូតនោះទេប៉ុន្តែគឺវាលិចដើម្បីប្រមូលថាមពលនិងរះឡើងវិញដ៏ត្រចះត្រចង់នៅព្រឹកស្អែកដរាបណាអ្នកនៅតែមានដង្ហើមបេះដូងរបស់អ្នកនៅតែលោតអ្នកអាចនឹងរីកត្រចះត្រចង់ដោយព្រះអាទិត្យដែលរះឡើងនៅព្រឹកស្អែកដូច្នោះដែរដូច្នេះទោះក្នុងកលៈទេសៈលំបាកយ៉ាងណាក៏ដោយគឺមានតែអ្នកខ្លួនឯងទេដែលអាចជួយខ្លួនឯងឲ្យរួចផុតពីទុក្ខលំបាកនេះបានដូច្នេះចូលរៀនស្មោះត្រង់កុំបោះបង់ខ្លួនឯងជាដាច់ខាតសូមអរគុណ